នេះគឺជា Itel Super 26 Ultra ដែលជាទូរស័ព្ទ model ថ្មីទើបតែចេញហើយចំពោះចំណាប់អារម្មណ៍ដំបូងរបស់ខ្ញុំតាក់ទងជាមួយនឹងទូរស័ព្ទមួយនេះគឺឃើញថារូបរាងរបស់វាស្អាតខ្លាំងមែនទែនទាក់ភ្នែកជាពិសេសនៅខាងក្រោយនេះមានការបំពាក់មកជាមួយនឹងកាមេរ៉ា3គ្រាប់ចំពោះទូរស័ព្ទនេះគឺមានកម្រាស់ស្ដើងហើយត្រឡប់មកខាងមុខវិញគឺខ្ញុំចាប់អារម្មណ៍មែនទែនដែលវាបំពាក់មកជាមួយនឹងពពួក 3D Curve AMOLED Display ដែលវាផ្ដល់ភាពងាយស្រួលក្នុងការដែលយើងមើលបន្ថែមពីនឹងដែរនៅពេលដែលខ្ញុំធ្វើការបើកម៉ាស៊ីនមកគឺខ្ញុំធ្វើការ test scroll គឺឃើញថា smooth ល្អខ្លាំងមែនទែនដែល refresh rate វាគឺរហូតដល់ 144Hz ថែមទៀតនៅពេលដែលយើងធ្វើការទិញទូរស័ព្ទមួយនេះគឺយើងនឹងទទួលបានជាមួយនឹងទូរស័ព្ទមួយ screen protector មួយ case ទូរស័ព្ទមួយដុំសារ 18W មួយហើយនិងខ្សែសារ USB Type C មួយទៀតនៅលើប្រអប់គឺខ្ញុំចាប់អារម្មណ៍ពាក្យមួយដែលគេដាក់ថា Itel AI Phone អញ្ចឹងខ្ញុំជឿថានៅលើទូរស័ព្ទមួយគ្រឿងនេះប្រកាសជាមានមុខងារ AI ថ្មីៗប្លែកៗជាច្រើនសម្រាប់យើងក្នុងការតេស្តប្រើប្រាស់ដូច្នេះហើយខ្ញុំនឹងធ្វើការប្រើប្រាស់ជាមួយនឹងទូរស័ព្ទមួយនេះមួយរយៈដើម្បីធ្វើការស្វែងយល់ឲ្យស៊ីជម្រៅទាក់ទងជាមួយមុខងារក៏ដូចជាអត្ថប្រយោជន៍របស់វាហើយខ្ញុំនឹងធ្វើជាមួយនឹងវីដេអូ full review ជូនទៅកាន់អ្នកទាំងគ្នាហើយសម្រាប់បងប្អូនដែលធ្វើការទិញទូរស័ព្ទមួយហ្នឹងនឹងទទួលបានការថែមជូន Bluetooth speaker មួយទៀតដូច្នេះហើយកុំភ្លេចរងចាំទស្សនាទាំងអស់គ្នាហើយយើងជួបគ្នានៅវីដេអូក្រោយ